សូរិនថនកំពុងតែរៀបចំកន្លែងធ្វើពិធីបួងសួងសូមខមាទោសដល់ព្រះវិស្ណុលោកដើម្បីបញ្ជាគ្រោះកាចមហន្តរាយចេញពីខ្សែរាជវង្សនិងទឹកដីប្រទេសសៀមសូរិនថនមិនត្រឹមតែធ្វើពិធីបួងសួងសូមខមាទោសដល់ព្រះវិស្ណុលោកនិងបញ្ជាគ្រោះពីខ្សែរាជវង្សនិងទឹកដីតែប៉ុណ្ណោះទេនឹងធ្វើពិធីស្រោចទឹកវិតមុននៅលើលឹងព្រះសិវៈដើម្បីត្រង់យកទឹកអមរិតយកទៅធ្វើពិធីបន្តខ្សែរាជវង្សព្រោះថ្ងៃសមមិត្រីនេះគឺជាថ្ងៃដែលដួងកែវធំរបស់ព្រះវិស្ណុលោកយាងចុះមកលើភពផែនដីក្នុងមួយឆ្នាំថ្ងៃសមភាពរាត្រីមានតែ2ថ្ងៃតែប៉ុណ្ណោះទី1គឺនៅខែមិនិនាទី2គឺនៅខែកញ្ញានេះហើយជាមូលហេតុបានជាសុរិន្ទថនធ្វើពិធីបួងសួងចំថ្ងៃសមមិត្រីព្រោះចំថ្ងៃដែលព្រះវិស្ណុលោកយាងចុះមកតែបើមានការប្រែប្រួលឬក៏មានចំនួនផ្ទៃក្នុងខាងខ្សែរាជវង្សអាចនឹងជ្រើសរើសធ្វើពិធីបួងសួងមុនថ្ងៃកំណត់ក៏អាចថាបានឥឡូវនេះគេកំពុងតែរៀបចំគម្រោងគេសាងសង់ទីអាសនៈនៅតំបន់ជួរភ្នំដងរែកអញ្ចឹងគេបានយកលឹងស័ក្តិសិទ្ធិដែលដុសចេញពីថ្មធម្មជាតិហ្នឹងណាបាទគឺគេយកទៅដាក់ទីសេនាសនៈថ្មីឬក៏អាសនៈថ្មីដើម្បីរៀបចំពិធីបាទបញ្ជាគ្រោះកាចចង្រៃចេញពីខ្សែរាជវង្សគេក៏ដូចជាចេញពីទឹកដី